สวัสดีคุณอาคเนียบอกการกรรมวิธีพอดแคสต์อาจารย์ดารานิกรจมูกฉบับอาแคนกรรมวิธีมวยนี้หนึ่งนอมหลบเนี่ยอาจจะสกอร์ลงปีทำแบบโพลอากับบางระบบดารานิกรเตี้ยงดอกปีประเทศระบาดว่ายังไงนี่ฮะคือปีศาจเหมือนแต่สำหรับกรมดารานิกรทิศชาวหนูคือเจมินาตาดารานิกรเจมินาก็สลังหนึ่งประเภทไหนหรือมือก่อเชียสลังแทบแบบอีกจังกันนะหนึ่งไงติดเตียบน้ำยมหนึ่งมีกะเบาสลายหยอกบานบอกบายสำหรับเด็กอาคเนียให้แทนกันสัปดาห์นี้ฮะជួបជាមួយនៅខ្ញុំកិត្តិយសពិសេសរបស់យើងទៀតអញ្ចឹងអ្នកទាំងអស់គ្នាកុំតន់អាទៅណាខ្ញុំសូមជួបជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងបន្តិចសិនសាប៊ូកោសកម្ចាត់ប្រេងនៅអង្គែ Dental មានសារធាតុធម្មជាតិជួយថែបំពន់ដល់ស្បែកក្បាលបង្ការនិងកម្ចាត់ផ្សិតសម្រាប់ស្បែកក្បាលមានអង្គែនិងរមាស់ជួយកាត់បន្ថយខ្លាញ់ញើសនៅលើស្បែកក្បាលធ្វើឲ្យសក់រឹងមាំភ្លឺរលោងនិងរលាស់បានល្អក្លិនស្រស់ស្រាយប្រើបានទាំងនារីនិងបុរសនៅក្នុងសប្តាហ៍នេះខ្ញុំបានលើកយកប្រធានបទយ៉ាងក្តៅគគុកមួយទាក់ទងជាមួយនឹងតារានិករក្រុមធាតុខ្យល់នោះគឺក្រុមតារានិករ Gemini ខ្ញុំតែងទទួលបានសំណួរថាតើเจมินายគាត់គឺជាមនុស្សបែបម៉េចតើเจมินายគាត់ឆ្លាញ់មនុស្សបែបណាឬមួយក៏គាត់ជាប្រភេទមនុស្សបែបណាអញ្ចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាខ្ញុំឲ្យអ្នកគ្នាដឹងលម្អិតអំពីតារានិករเจมินายតែម្ដងសម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី21ខែឧសភាដល់ថ្ងៃទី20ខែមិថុនាគាត់ស្ថិតនៅក្នុងក្រុមតារានិករเจมินายមានរូបតំណាងជាផ្កាយកូនភ្លុះក៏ដូចជាមានធម្មពលជាក្រុមតារានិករធាតុខ្យល់នឹងឯងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រៀបធៀបទៅលើរូបដែលតំណាងឲ្យតារានិករเจมินายចាគឺជារូបកូនភ្លោះត្រូវទេអញ្ចឹងមួយគឺគេតំណាងឲ្យ Halo មួយទៀតគឺតំណាងឲ្យ Shadow អ្នកនរគ្នាដឹងស្រាប់ហើយវាគឺជាភាពខ្មៅខាងក្នុងរបស់គាត់ភាពខ្មៅនេះខ្ញុំអត់ចង់សំដៅទៅលើចរិតអាក្រក់របស់គាត់ទេប៉ុន្តែវាជាចរិតមួយដែលអ្នកទាំងអស់គ្នាអត់គួរមើលរំលងពីGeminiទេដោយសារតែចរិតGeminiពីខាងក្នុងមកគឺគាត់ល្អហើយប៉ុន្តែអ្នកខ្លះចឹងទៅគឺគាត់ជួបជាមួយនឹងវាថាក្រុមតារានិករGeminiខ្លះទៅគឺគាត់អានេះអញនិយាយបានថាមកគាត់ស្មើមកគាត់អត់រីកទេចឹងទៅគាត់តែងតែគិតថាGeminiគាត់អត់រីកទេគាត់គឺជាមនុស្សដែលឆ្មាំឆ្មៃចឹងទៅប៉ុន្តែបើអ្នកនរគ្នាស្គាល់Geminiឲ្យបានច្បាស់តិចទៀតអ្នកនរគ្នាដឹងថាពួកគាត់នេះលេងសើចក៏ច្រើនហើយជាមិត្តភក្តិម្នាក់ដ៏ល្អដូចគ្នាដែរGemini ស្ថិតនៅក្នុងតំណែងលេខ1នៅក្នុងការផ្លាស់ប្ដូរអារម្មណ៍លឿននិយាយទៅលឿនដូចផ្ទះអញ្ចឹងបើសិនជាចង់ធ្វើអីមួយអញ្ចឹងគឺត្រូវតែបានភ្លាមៗគឺត្រូវតែល្អអត់ខ្ចោះភ្លាមៗហ្នឹងហ្មងណាមួយទៀតគាត់អាចនិយាយបានថារៀងផ្លាស់ប្ដូរគំនិតច្រើនហ្នឹងដោយសារតែអ្នកជុំវិញខ្លួនរបស់គាត់ដូចគ្នាហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាខ្ញុំនឹងមានអីដែលស៊ីជម្រៅជួយអ្នកទាំងអស់គ្នាខ្លាំងជាងនឹងទៀតជាពិសេសហ្នឹងណាជួបជាមួយនឹងតារាកិត្តិយសរបស់យើងអញ្ចឹងអ្នកនរគ្នាកុំតន់ទៅណាវគ្គក្រោយយើងនឹងជួបជាមួយនឹងតារាកិត្តិយសរបស់យើងប៉ុន្តែវគ្គនេះខ្ញុំសូមពេលសម្រាប់បន្តិចសិនដើម្បីជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីផឹកកាហ្វេមិនចង់ឲ្យប្រឡាក់មាត់កែវពាក់ម៉ាស់មិនចង់ឲ្យប្រតាក់សាឡបងប្រើក្រាមលាបមាត់ Dental Black Truffle រូបមន្តជាប់ល្អមិនប្រតាក់ពណ៌ស្ងួតលឿននិងជាប់បានយូរចង់បានបបោមាត់ទន់ស្រស់ស្អាតពេញមួយថ្ងៃនឹងស៊ីប្រើ Dental Black Truffle ឥឡូវនេះចូលមកដល់ចំណុចស៊ីជម្រៅរបស់ក្រុមតារានិករ Gemini ម្ដងអញ្ចឹងសម្រាប់ចំណុចទី1ពួកគាត់គឺជាមនុស្សដែលមានវិជ្ជាជីវៈជាមួយនឹងការសិក្សាល្អប៉ុន្តែគាត់ថាពួកគាត់នេះរឿងខ្ជិលបន្តិចដែរអ្នកទាំងអស់គ្នាតែងតែឃើញក្រុមតារានិករ Gemini ខ្លះគឺគាត់អាសាទៅអត់ឃើញក្រុមតារានិករGeminiខ្លះគាត់ខ្ជិលអញ្ចឹងទៅប៉ុន្តែតាមស្ថានភាពពិតប្រាកដគឺគាត់យកចរិត Shadow របស់គាត់យកមកប្រើទៅគាត់ខ្ជិលតែបើសិនជាគាត់ប្រើចរិត Halo របស់គាត់ដើម្បីស្ថិតនៅក្នុងជីវប្រវត្តិនៅប្រចាំថ្ងៃរបស់គាត់វិញអាហ្នឹងអ្នកនរគ្នាឃើញពួកគាត់ដោះដាលលឿនមែនតើអូខេអញ្ចឹងសម្រាប់ចំណុចទី2គាត់គឺជាមនុស្សដែលមានអត្តចរិតបាត់សប្បាយរីករាយច្រើនហើយមានការច្នៃប្រឌិតនៅក្នុងពេលតែមួយអញ្ចឹងអ្នកនរគ្នាតែងតែឃើញថាភាគច្រើន Gemini គឺគាត់លេងសើចច្រើនតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនគាត់សើចសប្បាយប៉ុន្តែការច្នៃប្រឌិតរបស់គាត់មួយគឺអត់មានអ្នកណាគេដូរទេ3ជាមនុស្សដែលចូលចិត្តសេរីភាពហើយក៏ផ្ដល់សេរីភាពឲ្យដៃគូដែរអញ្ចឹងអ្នកនរគ្នាដែលស្រឡាញ់Gemini ចាអ្នកនរគ្នាដឹងស្រាប់ហើយថាពួកគាត់នេះអត់ចូលចិត្តអ្នកនរគ្នាឃុំក្រងគាត់ទេហើយក៏អត់ចង់ឲ្យដៃគូរបស់ខ្លួនឯងមានអារម្មណ៍ថាទទួលរងសម្ពាធដែរលុះត្រាតែពួកគាត់នៅក្មេងខ្ចីទៅពួកគាត់អាចដាក់សម្ពាធទៅឲ្យដៃគូរបស់គាត់បានពីព្រោះគាត់នៅពេលដែលថាពួកគាត់ចាស់ទុំពួកគាត់ដឹងហើយថាសេរីភាពនេះគឺវាសំខាន់ប៉ុណ្ណា4មនុស្សដែលមាននិយាយបានថារៀងចិត្តច្រើនបន្តិចក្នុងចិត្តរបស់គាត់បើសិនជាអ្នកនិយាយអីមួយថាទៅកាន់គាត់ដោយអត់សូវមានពាក្យគិតពិចារណានៅក្នុងនឹងអញ្ចឹងណាGemini នឹង overthinking ហើយមនុស្សនេះគឺប៉ិន sale ណាធ្វើអីក៏ដោយ sale ទុកពីមួយចំហៀនទៅមួយចំហៀនពីមួយចំហៀនទៅមួយចំហៀនបើសិនជាដល់កំពូលហើយដូចគ្រាប់បែកកណ្ដាប់មកអញ្ចឹងគឺវានឹងផ្ទុះបឹងហ្មង5ចំណុចនេះពិសេសគឺពួកគាត់មិនមែនជាមនុស្សដែលទុនជ្រាយទេអូខេតិចថាគិតថាGemini គាត់លេងសើចអញ្ចឹងថាគាត់ជាមនុស្សទុនជ្រាយអត់ទុំជ្រាយទេមានតែរឹងក្បាលថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាដែលថាចង់បានGeminiធ្វើសង្សារឬមួយក៏ចង់បានGeminiធ្វើដៃគូសហការការងារអញ្ចឹងណាតើអ្នកទាំងអស់គ្នាទទួលស្គាល់ចំណុចនេះដូចគ្នាដែរគំនិតរបស់គាត់មិនមែនថាត្រូវទាំងអស់ទេ
ប៉ុន្តែគាត់សុំឲ្យអ្នកទាំងអស់គ្នាស្ដាប់គំនិតរបស់គាត់ហើយចាំវាតម្លៃគាត់តាមក្រោយកុំរបៀបថាគាត់ទម្លាក់គំនិតគាត់ដល់អ្នកទាំងអស់គ្នាពុកភ្លាមហើយអ្នកទាំងអស់គ្នានឹងចេញគាត់ភ្លាមអត់យកទៅគិតណាអាហ្នឹងធ្វើការមួយជាម្នាក់បានយូរវិញមិនដែរជាម្នាក់ពេលស្ដាប់ហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចអ្វីដែលខ្ញុំនិយាយអត់ឬមួយក៏វាខុសបែបណាឲ្យខ្ញុំដឹងវិញផងពីព្រោះអីចំណុចខ្លះទៅខ្ញុំតែនិយាយគ្រប់អេពីសូតទៅខ្ញុំមកបាននិយាយត្រូវទាំងអស់ហើយបើសិនជាអត់ទទួលយកចាំទទួលយកណាតែបើសិនជាចំណុចណាដែលអ្នកទាំងអស់គ្នា concern មិនទទួលយកទេហើយកុំតន់អត់ទៅណាតិចទៀតយើងនឹងជួបជាមួយនឹងតារាកិត្តិយសរបស់យើងហើយខ្ញុំជឿថាអ្នកនរគ្នាក៏ស្គាល់គាត់ដូចគ្នាដែរអញ្ចឹងខ្ញុំសូមពេលវេលាសម្រាប់បន្តិចសិនដើម្បីជួបជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងសាប៊ូដ៏ខ្លួន Dan Gel Body Clear ជាប្រភេទសាប៊ូ gel មានសារធាតុក្នុងការថែរក្សាស្បែកលាងសម្អាតធូលីកខ្វក់ខ្លាញ់ញើសប្រចាំថ្ងៃថែមទាំងផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងដូចទារកក្លិនក្រអូបមិនឈួរខ្លាំងប៉ះពាល់ដល់អារម្មណ៍ប្រើបានទាំងនារីនិងបុរសឥឡូវនេះយើងសូមស្វាគមន៍ជាមួយនឹងកញ្ញាសាវណ្ណាជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំឈ្មោះសាវណ្ណាជាកីឡាការិនីស្គីតករហើយក៏ជាគ្រូបង្វឹកហើយក៏ជា content creator នៅលើ TikTok ផងដែរចា៎អ្នកនរគ្នាស្គាល់សាវណ្ណាអ្នកនរគ្នាដឹងទេថាគាត់ធ្វើ content ជាច្រើនជាពិសេសគឺគាត់ជាកីឡាការិនីស្គីតករដែលនាំមេដាយមាសមកឲ្យប្រទេសកម្ពុជារបស់យើងទេ congratulations អរគុណច្រើនបងអូខេសម្រាប់អូនឯងផ្ទាល់នៅក្នុងថ្ងៃនេះចូលរួមក្នុងកម្មវិធីមានអារម្មណ៍យ៉ាងម៉េចដែរអូនមានអារម្មណ៍ថាសប្បាយហើយប្លែកព្រោះខ្ញុំអត់ដែរចូលរួមបែប podcast អញ្ចឹងចែកម្លែកអីចឹងខ្ញុំអត់ដែរហើយណាមួយរៀងប្លែកសម្រាប់ខ្ញុំព្រោះខ្ញុំអត់សូវដែរពាក់ព័ន្ធជាមួយនឹង like zodiac sign អីច្រើនទេតែពេលគាត់នាំខ្ញុំមកអូខេខ្ញុំបានក៏ជាឱកាសមួយដែលខ្ញុំអាចនឹងយល់ដឹងពីខ្លួនឯងហើយពី zodiac sign ផ្សេងៗទៀតចឹងអូខេបងតែងតែទទួលបានសំណួរពីទស្សនិកជនរបស់បងតែចេះថាតើក្រុមតារានិករជេមីណាគាត់គឺជាមនុស្សមុខពីរមែនឬមួយក៏អត់ប៉ុណ្ណឹងអាចបកស្រាយបានទេសម្រាប់ដែលខ្ញុំបានយល់ដឹងពីមនុស្សជុំវិញខ្លួនខ្ញុំហើយជាខ្លួនខ្ញុំផ្ទាល់ជាចែម៉ាណៃខ្ញុំគិតថាមុខពីរហ្នឹងវាមិនមែនមុខពីរអាក្រក់ល្អអីមិនទេគឺជាមនុស្សដែលចាស់បត់បានតាមកលៈទេសៈធ្វើល្អធ្វើអាក្រក់អីអញ្ចឹងណាវាអញ្ចឹងវិញបងហ្នឹងហើយអូខេអ្នកនរគ្នាដូចតែខ្ញុំបកស្រាយឲ្យអ្នកនរគ្នាបានដឹងអញ្ចឹងប៉ុន្តែដើម្បីឲ្យអ្នកនរគ្នាបានច្បាស់ជាងនឹងទៀតជួបតារានិករជាម្នាក់តបអ្នកនរគ្នាដឹងអញ្ចឹងចំពោះរឿងហ្នឹងមួយហើយប៉ុន្តែនៅមានសំណួរផ្សេងទៀតតើអូនឯងឆ្លាញ់ថែបជាមនុស្សបែបណាខ្ញុំគិតថាមនុស្សស្រីគ្រប់រូបគឺស្តៀងគ្នារឿងថែបរឿងអីហ្នឹងខ្ញុំអត់គិតញ៉ៃច្រើនទេសំខាន់ឲ្យតែគាត់ treat យើងល្អហ្នឹងហើយគាត់ចេះគេហៅថា put effort ឆ្លាញ់យើងឆ្លាញ់មិនមែនតែមាត់ទេគឺបង្ហាញជាទង្វើខ្ញុំជួយចិត្តមើលទង្វើច្រើនបងបើអត់បើប្រាប់ថាឆ្លាញ់អត់មានទង្វើគឺអត់សុំអត់ចាហ្នឹងថែបរបស់ខ្ញុំគឺភាពច្បាស់លាស់ទង្វើហ្នឹងវាអញ្ចឹងអូខេចាអញ្ចឹងដូចអ្នកនរគ្នាបានស្ដាប់សាវណ្ណាគាត់និយាយអញ្ចឹងភាគច្រើនអារម្មណ៍របស់តារានិករជាបណ្ដាផ្ទាល់តាមអីដែលខ្ញុំសិក្សាណាគាត់ខុសពីអីដែលសាវណ្ណាគាត់និយាយមកដែរពីព្រោះអីចេមិនអាចបានថាប្រហែលថាស្អីទេពួកគាត់មានអារម្មណ៍ដូចគ្នាផ្លាស់ប្ដូរអារម្មណ៍លឿនពិតមែនប៉ុន្តែរឿងមនុស្សដែលខ្លួនឯងស្រឡាញ់នេះមួយគឺគាត់អត់ផ្លាស់ប្ដូរលឿនទេគឺគាត់ទៀមទាឲ្យអ្នកនរគ្នាបង្ហាញក្តីស្រឡាញ់ឲ្យគាត់ឲ្យបានច្រើនទោះបីជាគាត់អត់បាននិយាយចេញមកក៏ដោយមែនអត់និយាយទៅបើសិនជាអ្នកនរគ្នាបានតែនិយាយទេប៉ុន្តែទង្វើអ្នកនរគ្នាស្មើ0ណាតារានិករចេមិនអាចអត់ស្រឡាញ់ទេគឺអត់ស្រឡាញ់សោះហ្មងហើយពីបងទៅនៅក្នុងពេលអាចនិយាយថាក្នុងពេលដែលឯងវិវត្តខ្លួនពីមួយឆ្នាំទៅមួយឆ្នាំនេះរឿងអីដែលអាចធ្វើឲ្យឯងឈឺចាប់ជាងគេអូបងខ្ញុំគិតថារឿងស្នេហានោះមួយចង់បាក់សែបហ្មងណាប៉ុន្តែនៅតែចង់មានវាថាអត់រៀងហ៎បងអូខេអញ្ចឹងសម្រាប់ស្នេហាដែលធ្វើឲ្យនឹងឈឺចាប់ជាងគេហ្មងតារានិករអីដែលអាចបំផ្លាញទឹកចិត្តខ្លួនឯងហ្មងអូអាហ្នឹងខ្ញុំដូចអត់ដែរដឹងទេបងព្រោះខ្ញុំស្រឡាញ់ណាគេខ្ញុំអត់បានផ្ដោតទៅលើនឹងហ្មងទេប៉ុន្តែខ្ញុំចាប់អារម្មណ៍មួយ Virgo អូខេ Virgo ធ្វើខ្ញុំធ្ងន់អូនឯងអាចចែករំលែករឿងហ្នឹងទៅកាន់ក្មេងៗដែលគាត់ជាតារានិករទាំង12របស់ពួកយើងបានទេមិនថាក្មេងៗទេបងឬមួយក៏ពូមិញដែលគាត់ស្រឡាញ់ចូលចិត្តកម្មវិធីរបស់យើងអញ្ចឹងណាឲ្យគាត់បានស្ដាប់ផងមូលហេតុអីឬមួយក៏រឿងនៅ behind the scene ហ្នឹងគឺវាបាក់មិនដែរទៅធ្វើឲ្យឯងជិះចាប់ដល់ថ្នាក់ហ្នឹងអាចនិយាយពីដំណើរដើមតងបានណាតាមជាក់ស្ដែងទៅសម្រាប់តារានិករ Virgo ដែលខ្ញុំបានជួបហ្នឹងគឺគាត់រៀងអត់សូវខ្វល់ពីអ្នកដទៃម៉ានេះបងគាត់រៀង selfish I think នោះសម្រាប់គណិតខ្ញុំអញ្ចឹងហើយនៅពេលដែលគេធ្វើអីគេគិតលើខ្លួនគេមុននឹងគេមកផ្ដោតមកលើយើងអញ្ចឹងហើយបានធ្វើឲ្យគាត់រៀងយើងឆ្ងាយពីគ្នាច្រើនហើយគាត់ធ្វើអីរឿងគាត់អញ្ចឹងទៅយើងអត់សូវខ្វល់ម៉ានេះប៉ុន្តែមានមូលហេតុអីដែលធ្វើឲ្យគាត់នៅឆ្ងាយពីអូនឯងឬមួយក៏
បាទមិន ខ្ញុំគិតថារឿងភាព selfish របស់គាត់នឹងបង like អូខេខ្ញុំចង់បាននេះសម្រាប់ខ្លួនខ្ញុំសិនខ្ញុំចង់ឲ្យល្អខ្លួនខ្ញុំសិនបានខ្ញុំអាចធ្វើឲ្យតំណងនេះវាល្អបានអញ្ចឹងនេះតាមខ្ញុំជួបមកបងហើយដល់ពេលចុងក្រោយគេក្បត់ខ្ញុំ អូគេក្បត់ដោយសារអីដែរអូន អាចនឹងថាឆ្ងាយគ្នាបង long distance long distance អូខេសម្រាប់អ្នកដែលគាត់ long distance relationship ស្ថិតនៅក្នុងក្រុមតារានិករខាងប្រុសជា Virgo ជាមួយនឹងជ័យបេណាយស្ដាប់ podcast នេះគឺត្រូវហើយគេ continue អូន ទៅគឺគេក្បត់ អូអញ្ចឹងអ្នកទាំងអស់គ្នាគាត់រើឯកសារវាចឹងណាខ្ញុំប្រើពាក្យនោះហ្មងទៅព្រោះអីក្មេងៗដែលគាត់ស្ដាប់វីដេអូរបស់ខ្ញុំអត់ចង់ប្រើពាក្យអាក្រក់នៅក្នុងហ្នឹងទេគាត់រើឯកសារជាមួយនឹងម្នាក់ស្រីហ្នឹង and then ព្រលឹមឡើងគាត់សុំបែកសាវនាយកមកតែអ្នកការពិតទៅវាថាតែក្នុងនេះគឺវាប្លែកតាមអីដែលបងស្ដាប់អូនឯងនិយាយណាប្រហែលជាមិនមែនតែម្ដងទេ ប៉ុន្តែខ្ញុំប្រាប់ plot twist មួយតពេលដែលខ្ញុំដឹងថាគេក្បត់ខ្ញុំហើយគេប្រាប់ថាអូម្នាក់ស្រីហ្នឹងហើយបាទខ្ញុំដឹងថាគេស្គាល់គ្នាមុនមួយអាទិត្យដែរគេដើរលេងមួយគ្នាព្រោះគេនៅជប៉ុនគេជិះទៅគេទៅដើរលេងមួយគ្នាគេថតរូបឲ្យគ្នាទៅវិញមកគេ comment អីក្នុង social media ខ្ញុំឡើងនឹងអត់សូមឆឹងខ្ញុំអត់ដឹងសោះហ្មង ពីព្រោះអីតាមការសិក្សារបស់ខ្ញុំនៅប្រទេសជប៉ុនក្នុងខែ5ហ្នឹងដូចជាកំពុងតែធ្លាក់ខ្យល់ឬមួយក៏ជារដូវក្តៅនៅស្រុកគេអញ្ចឹងដូចការរីកអីមិនដឹងទេបងអត់ដឹងមិនដែរគេដើរលេងមួយគ្នាគេថតរូបមួយគ្នាហើយមិត្តភ័ក្តិគាត់ដែលដឹងថាពីអ្នកខ្ញុំមានតែទៅមួយគ្នាហ្នឹងគឺគេចឹងដែរបាញ់យល់អត់មានណាគេដាស់តឿនណាគេតបឲ្យ4ឧទាហរណ៍ចេះឧទាហរណ៍បាយមិត្តភ័ក្តិខ្ញុំលួចក្បត់សង្សារខ្ញុំឬក៏ដើរលេងមួយផ្សេងស្និទ្ធស្នាលមួយផ្សេងបាយគួរតែដាស់តឿនខ្ញុំថាអេ friend ឯងស្និទ្ធស្នាលមួយគេហ្មងហើយសង្សារឯងអត់ណោះអញ្ចឹងតែនេះគឺអត់ហ្មងឥឡូវកុំនិយាយច្រើនពេកដល់អស់គ្នាដោយសារតែអ្នកនិយាយនេះក៏ត្រូវក៏បោកដែរប៉ុន្តែរឿងរបស់ខ្ញុំខ្ញុំនឹងលើកមកចំអេពីសូតតារានិកររបស់ខ្ញុំផ្ទាល់ហ្មងខ្ញុំនឹងនិយាយនៅក្នុងអេពីសូតរបស់ខ្ញុំផ្ទាល់គាត់ដឹងថាអត្តចរិតរបស់ Virgo មួយគឺបែបនៅពេលដែលនៅឆ្ងាយពីគ្នាជាងចឹងហើយតែបែបហ្នឹងវិញស្លាញ់គ្នា3ឆ្នាំអត់មានអីគេ3ខែភ្ជាប់ពីបាត់ចុះឈលរើឯកសារមួយគេហើយខ្ញុំមិនដឹងថារើឯកសារបែបមួយទៀតឬក៏គេគ្រាន់តែជាលេសបងយល់អត់គេអាចប្រើជាលេសក៏ថាបានដែរឬមួយក៏តំណហ្នឹងគេអានយូរហើយក៏ថាបានព្រោះបែបសាកគិតមើលបើសិនជាឧទាហរណ៍គាត់ថាបើសិនជាគាត់ថាគាត់រកឃើញអ្នកថ្មីខ្ញុំអាចនឹងវល់គេឲ្យគេនៅអីចឹងទៅតែគេយកមួយថាបងបានចេះមួយគេហ្នឹងបែបអូនឯងទទួលយកបងដែរបងពេលហ្នឹងសឹងតែទទួលយកគេវិញហើយខ្ញុំអត់ខ្វល់ទេយល់មែនហើយខ្ញុំក៏និយាយទៅខ្ញុំខ្លាំងដែរបងដំបូងអត់អីទេខ្ញុំអត់ចង់ធ្វើបាបគេមិនចង់ toxic ឬក៏អក្រក់អីបែកគ្នាហើយប្រហែលជាបានមួយអាទិត្យខ្ញុំនាំ fan ខ្ញុំទៅជេរម្នាក់ស្រីហ្នឹងត lock account ខ្ញុំបង្កើត group នាំ fan ខ្ញុំទៅជេរម្នាក់ស្រីហ្នឹងខ្ញុំឆាតទៅជេរម្នាក់ស្រីហ្នឹងថាជាមនុស្សស្រីដូចគ្នាហេតុអីបងបែងផឹកស៊ីសង្វឹងតិចតួចហេតុអីក៏បែងធ្វើចឹងដាក់មនុស្សដែលមានសង្សារហើយបែងទៅធ្វើខ្លួនអញ្ចឹងណាវាអញ្ចឹងណា Oh my god ហ្នឹងហើយទៅនៅក្នុងអេពីសូតនេះវាញាក់ដោយសាររឿងរបស់សាវណ្ណាប៉ុន្តែអ្នកអរគ្នាមានចាំ throwback ទៅកាលពីប្រហែលសប្តាហ៍មុនដែលនិយាយអំពីក្រុមតារានិករ Libra ក្នុងហ្នឹងម្នាក់ស្រីហ្នឹងគាត់បញ្ជាសង្សាររបស់គាត់មកតាក់ទងជាមួយនឹង Libra ស្រីហ្នឹងដើម្បីឲ្យយល់ថា treat មនុស្សស្រីបែបម៉េចហើយយក treat គាត់វិញពីចឹងយល់អត់យករឿងផ្លាយហើយក៏យកអ្នកអរនេះពីចឹងហើយអញ្ចឹងមិនថាស្នេហាមួយគឺអត់អាចកំណត់ទៅលើតារានិករបានទេឥឡូវយើងចូលមកដល់ចំណុចស៊ីជម្រៅរបស់យើងវិញអត់អាចកំណត់ទៅលើតារានិករបានទេឧទាហរណ៍ខ្ញុំមានមិត្តភក្តិជា Virgo ដែរអូខេគាត់ល្អទេគាត់ល្អក៏អត់អាចក្បត់តែគេប៉ុន្តែគេមកក្បត់គាត់រហូតប៉ុន្តែ case របស់ខ្ញុំជាមួយនឹងសវណ្ណាគឺដូចគ្នាត្រូវ Virgo ក្បត់ទាំងពីរអញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំចង់អ្នកភក្តិបែងចែកបានដាច់មិនមែន Virgo ទាំងសិតតែល្អទាំងអស់ទេអូខេហើយចំពោះអូនឯងបន្ទាប់ពីបែកគ្នាមកមានអីជំរុញទឹកចិត្តអូនឯងវាថាអាច move on ទៅបានលឿនចាបងជាទៅកតាខ្ញុំគឺមនុស្សជុំវិញខ្លួនបងកំឡុងពេលដែលខ្ញុំបែកគ្នាហ្នឹងមានគេផ្ញើកាដូខ្ញុំច្រើនមែនតើជាអាខុកកណាត់ឯងទៀតទេមែនណាគេផ្ញើកាដូមកលើកទឹកចិត្តទៅសេសារលើកទឹកចិត្តហើយ fan ខ្ញុំក្នុង TikTok ពេលនេះខ្ញុំល្បីខ្លាំងណាស់រឿងបោករឿងគេរឿងខ្ញុំបែកគ្នាហ្នឹងគឺល្បីខ្លាំងមែនតើព្រោះដោយសារអីពេលដែលខ្ញុំបែកគ្នាហ្នឹងខ្ញុំស្ងាត់ទេប៉ុន្តែខ្ញុំចេញបទចម្រៀងឈៀង deal បង
nhung chỉ bọt sẵn đàn hay bên nó chỉ ở sơ bਰੂ hay bởi để xa hiểm chơ hay hiểm nhưng hiểm ổ là chân nhưng chỉ ở sơ bਰੂ hay bàn tay mình chỉ cái tham nhung slay nhung mình thầm để chỉ về caption nhung mention sẵn xa trái nhung tiền mention to hãy cho comment tao cho comment tha trong tôi cái tha hai tay bàn tay miên cái cho anh nhung cái tha thơ để mấy content man bài kia là mấy content mỗi mà bởi để sao ta khơi lại cái này sọc bởi để sao nhóm này ha public đài bo public khác đài chắc cái đơn hàng nhóm miên sẵn sàng trong tất sẽ đập bay nhóm pho thả bài cái này cái tha chơi bởi để sao khơi lại cái này khlang ấy chắc là hay nhóm là ôi còn là con năng cái chat chơi nhóm tiếc bông tha nhóm sống phở bìa khỏa anh cái khoai này ngày nhé mình ngày phơ content bài chân đặt bay với chủ nhé anh bài kia men tên chưa chậm men tết cái thà anh thơ content đừng thay bằng cây chơi nhung là sao nhung blog cây bong nhung blog cây để sao nhung mặt trăng try top chờ cái thà thơ content này là việc cái đưa đòn dơ chứ nó nhung blog cây nhưng mà trong bộ sẽ chở cái chat chơi một nhung thà mười blog anh chân mệt ca bất mến thưa làm bay content mến em mà nhung tỏ chân vòi dùng từ kê phong trên video phong anh bạn mình kê chui lực nhung làm một mình phong ấy nhung bạn xếp nên là một về nên để sao là mai giờ về để về kia bay kia nó ít là về kia đời sao tại giờ về để sau và này còn bay kia nó vì bất mến đời sao tại trong ca nghe từng áp khơi ca nghe và sau này lại cho chọn mẹ sau bây giờ ca sân đầy mình nhung còn lại cho đôi cho than từng lời chat chứ họ đó power bao quát đập chấn lẹ mà đời xong vào mùi gì vậy mà tay là thơ còn tay nơi để thua vì phổ ấy ca nghe đang ca nghe hay là to bị đau trên vì vừa có một ban sầm rạt hay nhưng chập nam à thấy miên đầm rồi ít là class này hai tiệt hai đi cái hai cái đi chụp đặt xa mình tiếp không chọc curse đi ăn chụp chơi em môi sao đang tay nhung ăn riêng này bông nhưng mà riêng chưa nhưng mà riêng tệ nhung do tỏ chụp snap bắt rồi nhưng mà riêng tệ xong là nhung số bệnh bệnh cái than nhung chả mà này á chả được hoa nhung nó sạ xong cho mình nó rồi đi à sao như cái សម្រាប់ក្រុមតារានិករជាម្នាក់តារានិករដែលម៉ាច់គ្នាណាមានក្រុមតារានិករធាតុភ្លើងស្អីក៏បានដែរកុំឲ្យតែប៉ះធាតុដីធាតុភ្លើងមានគេខ្លាំងធាតុភ្លើងមាន Aries Leo ហើយនិង Sagittarius អូខេតែដក Aries ចេញមួយអាចនឹងខំគ្នាច្រើនបើមិនជាមិត្តភ័ក្តិល្អជាងទីខ្ញុំមួយហ្នឹងបើមិនជាមិត្តភ័ក្តិល្អជាងប៉ុន្តែបើមិនជាដៃគូស្នេហាវិញរៀងខំគ្នាបើមិននិយាយប្រាប់ពាក្យអត់ស្ដាប់ណាឆ្លោះគ្នាច្រើនហ្នឹងហើយតែបើមិនជាប៉ះ Leo វិញស្បៃ Leo ខែណាបង Leo ខែណាចាំពាក្យផ្អែមរបស់ Leo ហើយនៅក្នុងថ្ងៃទី20ខែ7ដល់ថ្ងៃទី23ខែ8ហ្នឹងហើយនិយាយទៅជួបជាមួយនឹងក្រុមតារានិករ Leo អ្នកទាំងអស់គ្នាអាចនឹងជាតារានិករជាម្នាក់ហ្នឹងហើយអាចនឹងធ្វើឲ្យវាថា heart attack ម្ដងទៀតណាអូនអត់តន់ប៉ះចឹងហើយបើមិនជាប៉ះណាបងឃើញច្រើនគូមែនតើអានឹងគេឆ្លាញ់គ្នាបានជួបខ្ញុំដូចជាមានមិត្តភ័ក្តិ Leo ស្អីតែអត់ដែលមានមិត្តភ័ក្តិផុសឬក៏អត់ដែលជួបណាគេដែលសាយ Leo ឯងតែក៏រៀងស្តៀង Virgo តិចដែរតាមខ្ញុំគិតណាអត់ស្តៀងទេអត្តចរិតរបស់តារានិករ Leo មួយនៅពេលដែលពួកគាត់ឆ្លាញ់តែធ្វើឲ្យថាប្រច័ណ្ឌហើយរឿងហួងហែងខ្លាំងបន្តិចពិតមែនប៉ុន្តែអត់សូវមានចិត្តក្បត់យើងច្រើនទេឧទាហរណ៍ថាបើសិនជាធ្វើឲ្យខឹងចឹងតែមកឆាវកាត់ផ្ដាច់ថ្ងៃហ្នឹងគឺអស់ផងស្អែកឡើងគឺថ្ងៃថ្មីយល់ហ្នឹងបាទដែរបងលើជីវិតស្នេហាដូចវាជាប់បដាសាវាអត់តន់និយាយមកដល់បងសឹងតែនៅពេលដែលខ្ញុំផុសវាថាខ្ញុំតែងតែផុសថាអូផុសបងឬបងខ្ញុំអត់បង្ហាញថាខ្ញុំមានណាគេតាក់ទងណាគេតែផុសបងចេញវីដេអូផុសបងហើយតែចំថ្ងៃណាផុសបងចេញវីដេអូផុសបងហើយមិត្តភ័ក្តិខ្ញុំគេសួរគេថាចេះហើយទៅសួរទឹកចេញហ្មងដូចតាំងពីអាប៉ Virgo ហ្នឹងបោកហែងមកគឺជួបបណ្ណាក៏អត់នេះដែរអត់មានណាល្អសម្រាប់ហែងទេវាមិនមែនជាប្រាសាទទេប៉ុន្តែវាអត់ដល់មកពេលវេលាមួយដែលយើងជួបគូខ្ញុំលើកឧទាហរណ៍ខ្ញុំខ្លួនឯងផ្ទាល់រយៈពេលដែលខ្ញុំនៅ single គឺ6ឆ្នាំ6ឆ្នាំយូរតាំងពីឆ្នាំ2019រហូតមកដល់ឆ្នាំ2023បានបងមានគូម្ដងទៀតតែចុងឆ្នាំទៀតបានមានយល់អត់អញ្ចឹងទៅវាប្រាប់ថានៅពេលដែលអ្នកអត់គ្នាចំណាយពេលចំពោះខ្លួនឯង
ឲ្យពេលវេលាចំពោះខ្លួនឯងឲ្យស្គាល់ថាអត្តន័យនៃជីវិតការតស៊ូអ្នកទាំងអស់គ្នាចង់ធ្វើឲ្យខ្លះ goal មានគេខ្លះពេលវេលាមកដល់នឹងនាំអ្នកទាំងអស់គ្នាទៅជួបមនុស្សអ្នកហ្នឹងអូខេបងខ្ញុំសូមចែកម្លែកឡើងតិចព្រោះដោយសារខ្ញុំរាល់ថ្ងៃហ្នឹងហេតុអីបាទខ្ញុំអត់ស្រុកជ័យរឿងស្នេហាដោយសារខ្ញុំខំប្រឹងយកវាពេកខ្ញុំខំប្រឹងតាមចាប់យកវាពេកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកុំខ្វល់ហ្មងណាវាល្អជាងដូចខ្ញុំ work on ខ្លួនឯងផងខ្ញុំតាមចាប់វាផងប៉ុន្តែវានៅតែអត់ទាន់ balance គ្នាល្អអញ្ចឹងខ្ញុំសុខចិត្តឥឡូវហ្នឹងសុខចិត្តយកខ្លួនឯងវិញរឿងមិនដឹងហ្នឹងហើយនិយាយទៅអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់សាវនាក៏ដូចជាអ្នកទាំងអស់គ្នាផ្ទាល់ស្នេហាយើងអាចរត់តាមចាប់បានទេហើយក៏យើងអាចតម្រូវឲ្យនរណាគេម្នាក់ត្រូវតែមកស្រឡាញ់យើងដែរគឺអត់កើតទេបើសិនជាអ្នកគ្នា focus លើខ្លួនឯងការសិក្សាអ្នកគ្នាបានជោគជ័យការងារអ្នកគ្នាបានរលូនអត់យូរទេពេលវេលានឹងមកដល់ខ្លួនឯងអ្នកខ្លះគាត់ចាំស្នេហាដូចរបៀបដូចថាដូចចាំម៉ែមកពីផ្សារអត់កើតទេអ្នកគ្នាចាំបែបហ្នឹងចាំដល់ single ដល់ជាក្រោយមកកុំខ្វល់មកសុខគឺដើរចូលមកខ្លួនឯងមកបើសិនជាអ្នកគ្នាអត់ជឿទេអ្នកគ្នាទៅសួរអ្នកណាគេដែលថាតែគាត់មានគោដូចចំនួនម៉ាក់ប៉ាយើងពីដើមមកពីអញ្ចឹងកំពុងរត់លើសាប់សុកម៉ែចាប់កាបវាអញ្ចឹងហ្នឹងវារបៀបបែបហ្នឹងអ្នកគ្នាកុំរងចាំអីគឺអត់ល្អទេអូខេហ្នឹងអាហ្នឹងវាមកពីរចឹងអូខេបងអូខេសម្រាប់តារានិកជាម្នាក់បើសិនជាឲ្យខ្ញុំ recap ឡើងវិញមកណាពួកគាត់គឺជាប្រភេទមនុស្សមុខពីរប៉ុន្តែពាក្យថាមុខពីរនេះគឺមិនមែនសំដៅទៅលើថាគាត់គឺជាមនុស្សដែលថាអាក្រក់អីទេគឺ no អូខេមិនមែនបែបហ្នឹងទេហើយជាមនុស្សដែលច្នៃប្រឌិតខ្ពស់ talent ច្រើនមានកោដដៅនៅក្នុងជីវិតខ្លួនឯងច្បាស់លាស់តែគាត់ថាពេលវេលាអត់តន់ស័កសមអញ្ចឹងណាដែលខ្លួនឯងអត់តន់អាចសម្រេចក្តីស្រមៃបានយើងមើលដូចជាវាថាតារាធំដូចជានៅក្នុងស្រុកខ្មែររបស់យើងក៏មានដែរខ្ញុំលើកឧទាហរណ៍មួយជាគំរូអ្នកទាំងអស់គ្នាគឺតារានិកជាមេណាតាក់ទងជាមួយនឹងបងបៃឌីគាត់ជាមេណាដែរហ្នឹងហើយគាត់ក៏ជាតារានិកជាមេណាដែរអ្នកអស់គ្នាមើលការជោគជ័យរបស់គាត់ទាំងការជួយប្រទេសរបស់យើងជាមួយនឹងវិធាការបើក business របស់គាត់អីចឹងទៅហ្នឹងហើយតែបញ្ជាក់ម្ដងទៀតណាកម្មវិធីនេះមិនអត់មាន sponsor ពីគាត់មកទេគាត់ថាខ្ញុំចង់លើកឧទាហរណ៍ទៅកាន់អ្នកទាំងអស់គ្នាព្រោះដោយសារខ្ញុំក៏ចាំមិនដែរអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំក៏រៀងមាន talent ច្រើនដែរនិយាយអួតខ្លួនឯងថាមាន talent ច្រើនហើយជាមនុស្សដែលរស់រាយរាក់ទាហើយរបៀបនិយាយសើចសប្បាយច្រើនគាត់ថាតបក្នុងមួយអ្នកអត់គ្នាមុខងាប់បន្តិចមុខងាប់និយាយមែនអត់ទេបងខ្ញុំមាន fan ខ្ញុំ comment ថាចាអូខ្ញុំជួបបងឯងអត់មកអត់ញឹមគឺខ្ញុំខ្លាចបងឯងគេអត់មកយីរហូតទៅស្បែកតែខ្ញុំក៏ដោយខ្ញុំទៀតឈរញឹមចឹងមកមិនទៅអូខេព្រោះដោយសារតែអញ្ចឹងមែនបងព្រោះអីមនុស្សយើងខ្ញុំមិនមុខពីរអីទេតែដូចសុំបើបង្ហាញបន្តិចកន្លែងមុខពីរហ្នឹង Hello Shadow អាកន្លែងដែលខ្ញុំនិយាយថាពេលដែលបែកពីសង្សារខ្ញុំមកអីហើយអញ្ចឹងណាមួយអាទិត្យក្រោយមកខ្ញុំ toxic ដាក់គេហ្នឹងណាគ្នាមុនដំបូងសឹងតែធ្វើមិត្តភក្តិមួយសង្សារចាស់ទៀតសឹងតែអត់ប្លុកគ្នាណាមួយអាទិត្យក្រោយមកខ្ញុំនាំ fan ខ្ញុំទៅជ័យទៅខ្ញុំ toxic ដាក់គេវិញខ្ញុំធ្វើស៊ីគេហ្មងដំបូង slow ទេអត់អីទេធ្វើមិត្តភក្តិគ្នាទេតបមកទឹកក្រោយមកអត់ឲ្យហើយនៅបានសុខទេ forgive but not forgot ទៅពាក្យសម្រាប់តារានិកចេះទៅវិញអញ្ចឹងដំបូងថា slow ដាក់គេអត់មានរឿងអីចុងក្រោយ toxic ដាក់គេតែចុងមកថាហ្នឹងជាបង្ហាញទៅជាមុខពីរដែរតែនេះជាមុខពីរផ្នែកអាហ្នឹងគេហៅគេវិញវារបៀបថាដំបងយើងនឹងដាក់ក្នុងអនុស្សាវរីយ៍ជាមួយគេថាចាសងសឹកគេធ្វើអីធ្លាប់ស្លាប់គេដល់ពេលប្រហែលថ្ងៃក្រោយមកទេអញត្រូវតកាយគេហ្នឹងឈឺប៉ុណ្ណឹងដែរហ្នឹងអាហ្នឹងណៃទៅគេថា toxic ទៅតែអាហ្នឹងមុខពីរមែនចង់សំដៅទៅលើតារានិកជាអ្នកដែលគាត់មាន talent ច្រើនជាក់ស្ដែងខ្ញុំមួយបាគីគឺ review មួយគ្នាអញ្ចឹងសម្រាប់ talent របស់គាត់បែបហ្នឹងអានឹងគឺខ្ញុំដឹងតាំងពីរាំច្រៀងហើយនៅក្នុងក្រុមជាមួយខ្ញុំ Becky គាត់មានឋានៈជាគេថា main vocalist ហើយ lead dancer អញ្ចឹងសម្រាប់ talent របស់គាត់ទី1គឺគាត់តែងតែយកផលនៅពេលដែលមានកម្មវិធីនីមួយៗនៅក្នុងជីវិតរបស់គាត់អញ្ចឹងទៅតែបើសិនជាអ្នកនរគ្នាចង់ឆ្លាញ់ជេមេណាចាតអ្នកនរគ្នាចេះទ្រាំអូខេចេះទ្រាំបន្តិចដោយសារតែស៊ូបន្តិចហ្នឹងហើយស៊ូបន្តិចគាត់ថាហត់ជាងរត់ម៉ារ៉ាតុងតែប៉ុណ្ណឹងហើយតែសម្រាប់ខ្ញុំរៀងអត់ចង់អីដៃគូខ្ញុំហត់ទេឆ្លាញ់បើចង់ស្រួលឆ្លាញ់ខ្ញុំចាស់ចានិយាយថាចេះគេបោកមិនអត់រៀងទេអត់រៀងតែសុខស្បាត់អត់រៀង
ចឹងអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាស្ដាប់សាវណ្ណានិយាយហើយអ្នកទាំងអស់គ្នាមានអារម្មណ៍បែបម៉េចដែរបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តនៅអេពីសូតមួយនេះកុំភ្លេច share អេពីសូតមួយនេះផងហើយចំណែកសាវណ្ណាដែលមានអីនិយាយទៅកាន់ទស្សនិកជនអត់អត់មានអីទេអ្នកទាំងអស់គ្នានិយាយទៅគឺចង់ឲ្យអ្នកទាំងអស់គ្នាដែលអាយុសប្បាយខ្ញុំឬក៏ប្អូនខ្ញុំឬក៏បងខ្ញុំបន្តិចឲ្យតែជាខ្ញុំផ្ដោតទៅលើតារានគរ Gemini ហ្មងដោយសារយើង Gemini ដូចគ្នាចាចង់ឲ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងឲ្យបានច្រើនផ្ដោតលើខ្លួនឯងឲ្យបានច្រើនធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ណាហើយជាពិសេសស្វែងរកកំណត់ creative ស្វែងរក talent ខ្លួនឯងដូចដែលខ្ញុំបានស្វែងរកខ្លួនឯងថាខ្ញុំមាន talent នេះគេខ្លះហើយខ្ញុំផ្ដោតទៅលើហ្នឹងខ្ញុំធ្វើរឿងហ្នឹងអញ្ចឹងចង់ឲ្យផ្ដោតលើខ្លួនឯងច្រើនរៀងរបៀបថាធ្វើរៀង selfish បន្តិចចុះតែមិនថាមិនទៅដល់ដើម្បីតែគាត់បីមួយខ្លួនឯងគាត់បីមួយខ្លួនឯងកុំគាត់បីមួយគេច្រើនពេកហើយក៏មិនគុំសូវផ្ដោតលើស្នេហាអីច្រើនពេកដែរបើសិនជាមានស្នេហាក៏កុំស្រឡាញ់គេខ្លាំងពេកដែរចាស្រឡាញ់គេកុំភ្លេចស្រឡាញ់ខ្លួនឯងស្រឡាញ់គេកុំភ្លេចស្រឡាញ់ខ្លួនឯងចឹងអត់មានសារចុងក្រោយសរុបមកទាំងអស់គឺស្រឡាញ់ខ្លួនឯងអូខេអរគុណសាវណ្ណាអូនអរគុណពេលវេលាដែលមានតម្លៃមកជួយជាមួយនឹងកម្មវិធី podcast អាចារ្យតារានិករបស់យើងហើយបងមានគីវផ្អើលឯងណានេះគឺជា brand របស់បងផ្ទាល់ដែលជា brand របស់អាណាចក្រតារានិកហើយចុងក្រោយបងមានពាក្យចង់ជូនពរទៅកាន់នរណាក៏ដូចជា Gemini ទាំងអស់គ្នាអូខេឈប់ឲ្យគេបោកនៅក្នុងឆ្នាំថ្មី focus on your goal ឬមួយក៏វាថាអ្នកនរគ្នាតម្រង់ទិសទៅគោលដៅរបស់ខ្លួនឯងទៅបានហើយហ្នឹងហើយសូមជោគជ័យក្នុងជីវិតណាអរគុណអរគុណអរគុណ thank you ពេលដែលអ្នកនរគ្នាស្ដាប់កញ្ញាសាវណ្ណាគាត់បានរៀបរាប់ពីតារានិករបស់ខ្លួនឯងហើយអ្នកនរគ្នាមានអារម្មណ៍បែបម៉េចក៏ដូចជារឿងបទពិសោធន៍របស់គាត់ផ្ទាល់ខ្លួនអញ្ចឹងណាហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងបន្តគាំទ្រសាវណ្ណាជាមួយនឹងវាថាកីឡាស្គីតកោរបស់គាត់ពីព្រោះអីគាត់ក៏ជាកីឡាការិនីម្នាក់ដែលនាំជាមួយនឹង JTP មកឲ្យប្រទេសកម្ពុជាយើងដូចគ្នាដែរពីប្រទេសចិនមកអត់ធម្មតាទេអញ្ចឹងសម្រាប់អ្នកនរគ្នាយល់យ៉ាងម៉េចអ្នកនរគ្នាកុំភ្លេច comment នៅខាងក្រោមណាបើសម្រាប់ខ្ញុំតទៅដែលស្ដាប់ហើយខ្ញុំមានស្លងអារម្មណ៍ច្រើនដែរអ្នកនរគ្នាអញ្ចឹងចុងក្រោយខ្ញុំអត់មានអីប្រាប់អ្នកគ្នាច្រើនទេខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំអរគុណទៅកាន់sponsor របស់យើងគឺផលិតផលរបស់ Denchill មានដូចជាសាប៊ូដុសខ្លួនសាប៊ូកាត់សក់ជាពិសេសគឺក្រែមអូខេផលិតផលទាំង3នេះអ្នកនរគ្នាគឺល្អខ្លាំងមែនតើខ្ញុំស្រឡាញ់មែនតើបើសិនជាអ្នកនរគ្នាចង់បានអញ្ចឹងអាច comment នៅខាងក្រោមបានខ្ញុំស្រង់មកមតិតែអ្នកនរគ្នាចង់បានអញ្ចឹងណាខ្ញុំនឹងរៀបរាប់បន្ថែមទៀតតាមហ្នឹងហើយឥឡូវនេះកម្មវិធីរបស់យើងឈានមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាខ្ញុំសូមអរគុណអ្នកនរគ្នាយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលាល្មមដដែលជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង7:30 នាទីយប់អូខេបាយបាយអរគុណជំរាបលា